culture shock សម្រាប់ខ្ញុំហ្នឹងគឺនៅអាល្លឺម៉ង់ហ្នឹងគឺគេ very independent ជាមួយនឹង straightforward ពេលដែលគេចង់និយាយអីគឺគេនិយាយនៅមុខយើងមកខ្ញុំគិតថាខ្ញុំអត់ហ៊ានធ្វើអីខ្ញុំអត់ហ៊ាននិយាយជាមួយគេខ្ញុំអត់ហ៊ានទៅក្រៅម្នាក់ឯងទេគាត់ថាទៅក្រៅហ្នឹងពិបាកប៉ុន្តែពេលដែលយើងទៅយើងបានយល់ដឹងពីវប្បធម៌របស់គេសួស្តីខ្ញុំឈ្មោះសុធាវីហើយឥឡូវហ្នឹងខ្ញុំគឺជានិស្សិតឆ្នាំទី4រៀននៅសាលា Paragon ជំនាញគ្រប់គ្រងពាណិជ្ជកម្មសម្រាប់ខ្ញុំដឹងព័ត៌មាន exchange ហ្នឹងពីនៅក្នុងសាលាយើងមាន partnership school website អញ្ចឹងយើងអាច check បាននៅក្នុង website ហ្នឹងផងហើយនឹងមានមិត្តភ័ក្តិគាត់ធ្លាប់ទៅ exchange program នៅ summer course ហ្នឹងនៅអាល្លឺម៉ង់ហ្នឹងដែរអញ្ចឹងទៅគាត់ក៏ recommend ទៅមិត្តភ័ក្តិខ្ញុំហើយមិត្តភ័ក្តិខ្ញុំក៏បបួលខ្ញុំដើម្បីដាក់ទៅជាមួយគ្នាទទួលបានបទពិសោធន៍ថ្មីអញ្ចឹងសម្រាប់ process នៅការ apply ហ្នឹងគឺពេលដែលយើង apply នៅក្នុងសាលាហ្នឹងវាអត់សូវពិបាកទេដោយសារតែយើងមាន partnership school ជាមួយនឹងនៅអាល្លឺម៉ង់ហ្នឹងអញ្ចឹងយើងគ្រាន់តែ send กระดาษ transcript motivation letter ជាមួយនឹង information របស់យើងទៅគឺសាលាគេនឹង accept យើងហើយនឹងមាន interview ហើយប៉ុន្តែអីដែលពិបាកហ្នឹងខ្ញុំគិតថាពិបាកជាងគេគឺពេលដែលយើង apply visa ហ្នឹងទៅអាល្លឺម៉ង់វាមានបញ្ហាជាច្រើនអញ្ចឹងដូចថាយើងទៅ6ខែអញ្ចឹងវាមាន process ច្រើនដែលយើងត្រូវធ្វើ requirement ដែលគេត្រូវការហ្នឹងក៏វាច្រើនដែរអញ្ចឹងយើងត្រូវការពេលវេលាសម្រាប់ធ្វើអាហ្នឹង culture shock សម្រាប់ខ្ញុំហ្នឹងគឺនៅអាល្លឺម៉ង់ហ្នឹងគឺគេ very independent ជាមួយនឹង straightforward ពេលដែលគេចង់និយាយអីគឺគេនិយាយនៅមុខយើងហ្មងគេអត់មានខ្លាចចិត្តឬមួយក៏ទៅចិត្តជាមួយនឹងយើងឯងដូចថាគេត្រូវនិយាយអីយើងត្រូវតែនិយាយចូលមុខគ្នាអញ្ចឹងណាហើយមួយទៀតហ្នឹងគឺthey have very small talk ដូចថាគាត់អត់សូវចូលចិត្តនិយាយសួស្ដីឬមួយក៏សួរសុខទុក្ខច្រើនដូចយើងឯងគាត់ថាគាត់គិតថាពេលវេលា time management ហ្នឹងគឺសំខាន់សម្រាប់គាត់អញ្ចឹងពេលដែលគាត់និយាយអីគឺគាត់និយាយត្រូវអីដែលគាត់ចង់និយាយហ្មងដែលទៅអាល្លឺម៉ង់6ខែហ្នឹងខ្ញុំគិតថាខ្ញុំរៀនបានច្រើនមែនតើជាពិសេសហ្នឹងគឺ comfort zone គឺខ្ញុំអាចចេញពីកន្លែងមួយដែលខ្ញុំគិតថាខ្ញុំអត់ហ៊ានធ្វើអីខ្ញុំអត់ហ៊ាននិយាយជាមួយគេខ្ញុំអត់ហ៊ានទៅក្រៅម្នាក់ឯងទេគាត់ថាទៅក្រៅហ្នឹងពិបាកប៉ុន្តែពេលដែលយើងទៅយើងបានយល់ដឹងពីវប្បធម៌របស់គេការនិយាយស្ដីរបស់គេជាមួយនឹង making friend ដូចថានៅនោះអញ្ចឹងគេមាន international friend ច្រើនអញ្ចឹងមានជនជាតិសាសច្រើនអញ្ចឹងយើងមានឱកាសនឹងស្គាល់ពីជនជាតិគេគ្រប់សាសអញ្ចឹងអញ្ចឹង advice ដែលខ្ញុំអាចផ្ដល់ឲ្យទៅគាត់ហ្នឹងគឺបើចង់ធ្វើអីហើយធ្វើនឹងទៅ like just go for it ដោយសារតែដូចនៅ Paragon គឺគាត់មានឱកាសឲ្យយើងធ្វើឲ្យដូចថាមាន partnership school អញ្ចឹងយើងងាយស្រួលនឹងក្នុងការ apply ទៅជាងអ្នកផ្សេងដែលគាត់អត់មានឱកាស apply ទៅនឹងដូចថាពេលអ្នកខ្លះគាត់អាចនឹងគិតថាគាត់ខ្សោយគាត់អត់ហ៊ាននិយាយទេដូចខ្ញុំអញ្ចឹងគឺខ្ញុំគិតថាខ្ញុំអត់អាចទៅបានទេដោយសារតែខ្ញុំអត់សូវចូលចិត្តនិយាយខ្ញុំជាមនុស្ស introvert អញ្ចឹងខ្ញុំអត់អាចទៅបានទេប៉ុន្តែពេលដែលមានឱកាសនេះហើយដូចមិត្តភក្តិខ្ញុំនិយាយអញ្ចឹងខ្ញុំចាប់យកឱកាសហ្នឹងហើយសាកល្បងហ្នឹងខ្ញុំពិតជាអាចទៅបានមែន